ระเบียบในการធ្វើ text glow like this ហ្នឹងគឺបើគ្នាចង់ធ្វើអញ្ចឹងបានទី1គឺគ្នាយើងត្រូវចេះប្រាប់វិធីតាក់ទងមួយ shadow របស់អក្សរអញ្ចឹងយើងប្រើ text shadow ទី2គឺយើងត្រូវចេះ animation អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងប្រាប់ពីរបៀបប្រើ text shadow ហើយវីដេអូក្រោយខ្ញុំនឹងប្រាប់ពី animation ពីវីដេអូនឹងចូលគ្នាគឺគ្នាយើងអាចធ្វើបាន text glow ចេះបានហើយដាក់លើ website របស់គ្នាយើងអូខេសួស្តីអ្នកនរនេះអញ្ចឹងយើងមកបន្តទៀតអញ្ចឹងខ្ញុំខានចេញវីដេអូយូរហើយតែឥឡូវយើងបន្តទៀតមកអញ្ចឹងការវីដេអូមុនគឺយើងនិយាយតាក់ទងមួយ CSS ហើយយើងបាននិយាយគ្នាតាក់ទងមួយប្រភេទនៃ CSS ហើយបន្តមកទៀតយើងបាននិយាយគ្នាតាក់ទងមួយ syntax របស់ CSS ហើយអញ្ចឹងមកគ្នាយើងអត់បានមើលវីដេអូមុនទេសូមតែមើលវីដេអូមុនផងណាហើយបន្តទៀតគឺយើងនឹងនិយាយតាក់ទងមួយការដាក់ពណ៌ដាក់ font ជាមួយនឹង background អញ្ចឹងវីដេអូនេះគឺខ្ញុំនឹងប្រើរបៀបសរសេរ CSS តាម inline style ចាំវីដេអូក្រោយយើងប្រើ internal style វីដេអូក្រោយមួយទៀតយើងប្រើ external style អូខេអញ្ចឹងកូដយើងនឹងចេះដែរទៅអូខេអញ្ចឹងខ្ញុំអត់ចង់ឲ្យគ្នាយើងស្មុគស្មាញទេយើងប្រើតានេះយើងប្រើតា index នឹងមួយបានហើយអូខេអញ្ចឹងខ្ញុំប្រើតា index នឹងមួយខ្ញុំ collab វាចោលចេះសិនមកយើងស្រួលមើលឃើញកូដនឹងពេញហើយគ្នាកាលមុនថារៀងទូចពេកអញ្ចឹងខ្ញុំនឹងព្រីករៀងធំតិចឲ្យគ្នាយើងស្រួលមើលយ៉ា maybe ប៉ុណ្នេះចោះអូខេតោះអញ្ចឹងខ្ញុំចាប់ប្រើមកអញ្ចឹងខ្ញុំលុបអានេះចោលអូខេខ្ញុំលុបអានេះចោលដូចគ្នាឬក៏លុបទាំងអស់ចោលហ្មងទៅឲ្យគ្នាយើងប្រើតែសញ្ញានេះមួយមកណានេះសញ្ញាឧទានមួយមកហើយយើងចុច enter មកវាបាន structure មកហើយតោះមកណាចឹងឥឡូវខ្ញុំបន្តចាប់ផ្ដើមដំបូងគេតាក់ទងមួយ color អញ្ចឹងខ្ញុំនឹង introduce ជាមួយ property មួយចំនួនដែលវាអាចនឹងសំខាន់យើងជួបញឹកអូខេខ្ញុំដាក់ថា hello babe អីចឹងណាតែទីហោះចឹងបានហើយចុចមកស្រាំយកពាក្យថា open with live server អញ្ចឹងយើងទៅមើលនៅក្នុង live server ទាំងអស់គ្នានេះគ្នាឃើញអត់នេះអញ្ចឹងខ្ញុំបានប៉ុណ្ណឹងមកណាប៉ុន្តែ default អក្សររបស់ HTML របស់យើងគឺអក្សរពណ៌ខ្មៅ background វាពណ៌អក្សរអញ្ចឹងបើសិនជាចង់កែអក្សរគឺគ្នាយើងប្រើ style attribute អញ្ចឹង style ហើយយើងមាន double quote ក៏បានឬក៏គ្នាយើងចង់ប្រើ single quote ក៏បានតាមចិត្តទេប៉ុន្តែយើងប្រើ double quote ចុះបើគេមក direct មក double ហើយយើងប្រើ double ណាតាមមកអញ្ចឹងយើងចាប់ផ្ដើមចង់ដូរពណ៌អក្សរអញ្ចឹងការដូរពណ៌អក្សរគឺយើងប្រើ property មួយមានឈ្មោះថា color អូខេយើងដាក់ property ខាងឆ្វេងដៃហើយចុច2មកហើយយើង assign ជាមួយនឹងពណ៌ឲ្យវាទៅអញ្ចឹងខ្ញុំ assign ពណ៌ខ្មៅចុះ black sorry ពណ៌សគេពណ៌សហើយខ្ញុំចុច save មកហើយយើងទៅមើលលទ្ធផលទាំងអស់គ្នាយើងឃើញហើយមិនដែរនេះឃើញណាគ្នាយើងមើលអក្សរអត់ឃើញទេជួនកាលមើលអក្សរអត់ឃើញណាឃើញអត់មើលអក្សរអត់ឃើញទេតែដល់ពេលខ្ញុំ select ទៅគ្នាឃើញអក្សរហ្នឹងអត់អញ្ចឹងឥឡូវខ្ញុំដាក់ background វាមួយទៀតអញ្ចឹងយើងថែមមួយទៀត property មួយទៀតគឺ background color ខ្ញុំដាក់ពណ៌ខ្មៅអញ្ចឹងគ្នាទៅមើលទៅឃើញណាឃើញ background វាផ្ទៃខាងក្រោយ background គឺសំដៅលើផ្ទៃខាងក្រោយ color គឺសំដៅលើអក្សររបស់យើងហ្នឹងឯងពណ៌អក្សរគ្នាមានអារម្មណ៍ថាអូយអក្សររៀងស្ដើងខ្ញុំចង់អក្សរវារៀងក្រាស់ជាងហ្នឹងយ៉ាបើគ្នាយើងចង់អក្សររៀងក្រាស់ជាងហ្នឹងអញ្ចឹងយើងប្រើ property មួយទៀតអញ្ចឹងនេះខ្ញុំ enter ចុះមកគ្នាយើងស្រួលមើលអញ្ចឹងយើងប្រើ property មួយទៀត property មួយទៀតមានឈ្មោះថា font weight អូខេ font weight អញ្ចឹង font សំដៅលើអក្សររបស់យើងហ្នឹងឯងហើយ weight វិញគឺទម្ងន់បើយើងបកថាទម្ងន់ប៉ុន្តែបើ detail របស់វាគឺគេហៅថា thickness ហ្នឹងកម្រាស់របស់អក្សរតើវាស្ដើងឬក៏ក្រាស់អញ្ចឹងតែឥឡូវខ្ញុំដាក់ bold យើងប្រើពាក្យ bold នេះគ្នាយើងនេះធ្លាប់រៀន Word Excel ផាជួបញឹកនេះពាក្យ bold ហ្នឹងពេលយើងដាក់ bold ហ្នឹងទៅបានអក្សរដិតអញ្ចឹងគ្នាទៅមើលឃើញអក្សរយើងរៀងក្រាស់ជាងមុនឥឡូវខ្ញុំ compare ឲ្យថាមាន bold ឬនឹងអត់ bold អូខេអញ្ចឹងអានេះអត់មាន bold ទេអានេះ normal font weight វា normal បានន័យថាធម្មតាអញ្ចឹងគ្នាទៅមើលទាំងអស់គ្នាឃើញអត់មាន bold គឺវាដិតជាងហើយnormal គឺវាអត់ដិតទេណានៅមានមួយទៀតគឺយើងមានគ្នាយើងអាចប្រើ font weight ហ្នឹងហើយយកពាក្យថា lighter ឥឡូវខ្ញុំប្រើ lighter ចា lighter បានន័យថាវាស្ដើងទៀតវាស្ដើងជា normal ទៀតអានេះសម្រាប់ font default បើយើងមើលឃើញវាស្ដើងឯងប៉ុន្តែបើសិនជាប្រភេទ font ផ្សេងគឺវាស្ដើងវាអាចស្ដើងជាងហ្នឹងតោះណាខ្ញុំប្រើ line ធម្មតាបានទេអូខេយ៉ាវាអត់យើងមើលឃើញវាស្ដើងខ្លាំងបើសិនប្រភេទ font ផ្សេងគឺយើងអាចមើលឃើញវាស្ដើងខ្លាំងអូខេឥឡូវយើងបាន font weight មួយទៀត font weight បានកម្រាស់មួយទៀតគ្នាយើងបើសិនជាគ្នាយើងចង់ឲ្យវាធំជាងហ្នឹងអក្សរធំជាងហ្នឹងអញ្ចឹងយើងប្រើ font size តើណាអញ្ចឹង font ដែរហើយយើងប្រើ size បានទំហំរបស់វាណាអញ្ចឹង font size ហើយខ្ញុំដាក់មកទំហំវាប្រហែលថា32 pixel ចាអញ្ចឹងវាច្រើនខ្នាតដែលយើងប្រើនៅក្នុង HTML ជាមួយនឹង CSS គឺយើងប្រើ pixel ច្រើនហើយចាំទៅមុខទៀតខ្ញុំintroduce ប្រភេទខ្នាតផ្សេងៗទៀតអញ្ចឹងយើងប្រើ32 pixel ចាស់គ្នាឃើញអក្សរហ្នឹងឃើញធំជាងគេអត់បន្តមកទៀតយើងមាន font family អូខេ font family គឺសំដៅលើប្រភេទអក្សរអញ្ចឹងពពួកអក្សរយើងធម្មតាដែលយើងអត់បញ្ជាក់ font family គឺវា default យក series គឺអក្សរប្រភេទអញ្ចឹងគ្នាយើងឃើញអត់អក្សរ style មករៀងស្រួយចង់ស្រួយលើអញ្ចឹងហើយបើសិនជាគ្នាយកចាំបាន series ទេអញ្ចឹងគ្នាឲ្យប្រើ sans series អូខេ sans series ពេលដាក់ sans series ទៅគ្នាយើងឃើញហ៎ប្រភេទ series គឺស្រួយដល់ពេលប្រភេទ sans series គឺឆុងគ្នាយើងឃើញណាចឹងវាខុសគ្នាអញ្ចឹងហើយវានៅមាន font ច្រើនទៀតឥឡូវខ្ញុំសារដាក់ font មួយទៀតឲ្យ font family ដែរហើយយើងអីsorry font family ហើយយើងប្រើជាពពួកអីគេណាវាឃើញរឿងប្លែក Time New Roman ក៏វាអត់សូវឃើញប្លែកដែរ
យើងប្រើ Franklin នេះមើលអូខេអញ្ចឹងខ្ញុំប្រើ Franklin ហ្នឹងគ្នាឃើញនេះFranklin ហ្នឹងវាចេញមករៀងស្រៀងមួយសេរីដែរប៉ុន្តែវា letter space បានន័យថាកម្រិតអក្សរមួយវារៀងទូតិចជាងបើសិនជាពួកនេះ letter space វារៀងឃ្លាតគ្នាបន្តិចដល់ពេលនេះវារៀងជាតិចគ្នាឃើញអត់នៅមានច្រើនទៀតគ្នាយើងដូរតាមហ្នឹងណាយើងដូរតាមហ្នឹងទៅអាចមានយើងប្រើ gear សាននេះមើល gear សានហ្នឹងបែរប្លែកហ្មងនេះគ្នាឃើញ gear សានហ្នឹងអត់ gear សានហ្នឹងចេញមករៀងកម៉ាប់រៀងមានសាច់ឃើញអត់តាអាហ្នឹងគឺ Fun Family ហើយយើងនៅមានបន្តទៀតអូខេយើងនៅមាន property មួយចំនួនទៀតដែលសំខាន់យើងអាចនឹងជួបញឹកដែរអូខេគេហៅថា text decoration អូខេនៅក្នុង text decoration វាមាន dash មាន dot មានដាក់បន្លាញ underline overline អញ្ចឹងណាអញ្ចឹងខ្ញុំដាក់ underline ឲ្យមើលមួយសិនពេលខ្ញុំដាក់ underline ទៅគ្នាយើងឃើញថាមានបន្ទាត់ខាងក្រោមមានណាហើយបើគ្នាចង់បាននៅពីលើវិញយើងប្រើ overline អញ្ចឹងណា overline មកគឺយើងមានបន្ទាត់នៅខាងលើយើងអត់ឃើញទេណាយើងអត់ឃើញបន្ទាត់ហ្នឹងឥឡូវខ្ញុំដក background ចោលដក background ឲ្យដាក់ color ពណ៌ខ្មៅវិញស្រួលយើងមើលបន្ទាត់ហ្នឹងអូខេអញ្ចឹងដាក់ប៉ុណ្នេះមកគ្នាឃើញទេឃើញមើលបន្ទាត់នៅពីលើអញ្ចឹង over ពីលើ under ពីក្រោមឲ្យ line through យើងមានមួយទៀតគឺ line through គឺវាបន្ទាត់រត់កាត់ចេះតោះណាអូខេយើងនៅមានfont style អូខេ font style ហើយវាមាន italic នេះគ្នាប្រើ italic ហ្នឹងមក italic ហ្នឹងគឺវា trade ណាហ៎វាង trade អូខេយើងនៅមានមួយទៀតគឺ text transform អូខេ text transform គឺវាមាននៅក្នុងហ្នឹងមាន lower case បើសិនគ្នាដាក់ lower case អក្សរហ្នឹងទៅជាអក្សរទូទាំងអស់នេះឃើញអត់អូខេខ្ញុំដល់ line through នេះចេញឬក៏ដាក់ទៅជា underline វិញកុំឲ្យគ្នាយើងពិបាកមើលណា underline វិញមកហើយនេះឃើញអត់អក្សរទូទាំងអស់បើគ្នាយើងដាក់ទៅជា uppercase គឺបានន័យអក្សរធំទាំងអស់ហើយបើគ្នាយើងប្រើ capital អូខេ capital line អញ្ចឹងបានន័យថាអក្សរមួយពាក្យអក្សរធំខាងមុខមួយរៀបអញ្ចឹងណាគេនេះពាក្យ hello អញ្ចឹងអក្សរធំខាងមុខមួយហើយពាក្យ babe អញ្ចឹងអក្សរធំខាងមុខមួយបែបហ្នឹងណាតោះមកណាតើនៅរបស់មួយទៀតដែលខ្ញុំនឹងបង្ហាញគ្នាយើងហើយយើងដាក់នៅខាងនេះចុះណាគឺគេហៅថា text shadow អូខេ text shadow នេះយើងធំតិចអញ្ចឹង text shadow ពេលគ្នាដាក់ text shadow គឺយើងត្រូវការតម្លៃចំនួន4តម្លៃទី1ខ្ញុំដាក់5 pixel 5 pixel ទៅចុះហើយ5 pixel ទៅចុះហើយចាំខ្ញុំដាក់ពណ៌អញ្ចឹងគ្នាទៅមើលទាំងអស់គ្នាអូខេពណ៌ខ្មៅមើលឃើញគ្នា sorry អញ្ចឹងខ្ញុំដាក់ពណ៌សឲ្យគ្នាមើលអញ្ចឹងឃើញអត់ឃើញស្មោលជុំវិញអក្សររបស់ខ្ញុំហ្នឹងនៅកន្លែងនេះឃើញស្មោលមកអត់អញ្ចឹងខ្ញុំបញ្យល់គ្នាយើងកន្លែងនេះបើសិនខ្ញុំដូរពី5ទៅជាដក5គ្នាយើងចាំមើលណាស្មោលហ្នឹងមិនដែរស្មោលហ្នឹងប្រឆិតមកខាងឆ្វេងដៃវិញអញ្ចឹងតម្លៃទី1នៅតម្លៃទី1កន្លែងនេះគឺគ្នាយើងដាក់ជាប្រភេទតម្លៃលើ horizontal line ឬក៏យើងហៅថាឆ្វេងស្រាំតម្លៃហ្នឹងគឺឆ្វេងស្រាំហើយគ្នាយើងចំណាំណាបើសិនគ្នាដាក់ដកគឺវានឹងខាត់ទៅខាងឆ្វេងបើគ្នាយើងដាក់បោកគឺវាខាត់ទៅខាងស្រាំហ្នឹងតម្លៃទី1គ្នាទៅចាំតម្លៃទី2វិញគឺនៅលើ vertical line គឺយើងហៅថាអឆរតោះនេះអឆរអញ្ចឹងបើគ្នាដាក់លេខ5គឺបានន័យថាវាចុះក្រោមបើគ្នាយើងប្រើដក5វាឡើងលើតើម៉េចណាចុះគ្នាយើងឆ្ងល់ថាចុះខ្ញុំដាក់00បានន័យម៉េច00បានន័យថាវាអត់ងាកទៅណាទាំងអស់វានៅកន្លែងទីតាំងដដែលទាំងអត់ងាកឆ្វេងអត់ងាកស្រាំហើយក៏អត់ងាកឡើងលើក៏អត់ងាកចុះក្រោមដែរនៅទីតាំងដដែលចឹងឥឡូវខ្ញុំពិសោធន៍ដល់គ្នាមើលសិនខ្ញុំដាក់ណាតម្លៃកន្លែងនេះ5បានន័យថាទៅខាងស្រាំ5 pixel ហើយទៅខាងក្រោម5 pixel ដែរមានតែមើលទាំងអស់គ្នាឃើញស្មាលរបស់គ្នាយើងនេះគ្នាយើង notice ថាស្មាលរបស់យើងមិនដែរស្មាលរបស់យើងប្រឆិតទៅអក្សររបស់យើងនៅទីនេះប៉ុន្តែស្មាលយើងខាត់ទៅខាងស្រាំហើយចុះទៅខាងក្រោមឃើញទេអូខេខ្ញុំបញ្យល់តម្លៃទីនេះមួយទៀតណាតម្លៃទី3មួយទៀតឲ្យហើយស្រួលគ្នាយើងមើលអញ្ចឹងតម្លៃទី3គឺយើងហៅថា blur level របស់វាអញ្ចឹងបើសិនជាគ្នាយើងប្រើ0 pixel បានន័យថាគ្នាយើងអត់ចង់ឲ្យវា blur អត់ចង់ឲ្យវាព្រាលទេអត់ចង់ឲ្យវាព្រាលទេតោះមកណាអញ្ចឹងគ្នាយើងប្រើ0 pixel គ្នាឃើញអត់ស្មាលរបស់យើងចេញមកគឺដូចគ្នាមួយរូបពិតហ្មងរូបពិតបែបនេះស្មាលរបស់យើងគឺដូចគ្នាច្បាស់ដូចគ្នាចឹងហ្មងប៉ុន្តែបើសិនគ្នាយើងប្រើកន្លែងហ្នឹងតម្លៃវាមែនតម្លៃវា1ឬក៏2 pixel ទៅឃើញស្មាលវារៀងព្រាលហើយឃើញមែនអត់នេះឃើញស្មាលវារៀងព្រាលអត់អញ្ចឹង text shadow សំដៅលើស្មាលហើយ text shadow mostly យើងប្រើsorry ប្រើ4 value ទី1គឺនៅលើ horizontal line ឬក៏អាដេកបើសិនប្រើវិជ្ជមានគឺវានឹងអង្គិលទៅខាងស្រាំបើអវិជ្ជមានវានឹងអង្គិលទៅខាងឆ្វេងហើយតម្លៃទី2គឺនៅក្នុង vertical line ដែលយើងហៅថាអាឆរហ្នឹងបើសិនគ្នាប្រើតម្លៃវិជ្ជមានវានឹងចុះទៅខាងក្រោមបើប្រើអវិជ្ជមានវានឹងឡើងទៅខាងលើហើយតម្លៃទី3យើងហៅវាថា blur level របស់វាគឺតើគ្នាយើងចង់បានស្មោលនឹងព្រាលកម្រិតណាគ្នាយើងចង់បានស្មោលនឹងព្រាលកម្រិតណាបើគ្នាយើងដាក់0បានន័យថាវាច្បាស់ធម្មតាបើគ្នាយើងតឡើងតម្លៃ pixel នៅតម្លៃទី3នេះតែធំការកម្រិតព្រាលរបស់ស្មោលនឹងហៅថាខ្លាំងតែម៉េចបែបហ្នឹងហើយកាលណាវាព្រាលតែខ្លាំងវាក៏ split នេះដែរ split ចេញរៀងមើលទៅរៀងបែកចេញធំដែរតែម៉េចបែបហ្នឹងហើយតម្លៃទី4គឺពណ៌របស់វាអូខេអញ្ចឹងសុំតបន្តិចទៀតណាឥឡូវឧទាហរណ៍ថាខ្ញុំចង់បានពណ៌សស្មើពណ៌សខ្ញុំចង់បានស្មើពណ៌
cả chục được có bòi mùi tiết chắc chứ thưa mạch khi nhưng đã buôn value nâng mà xa tiết máu hơi nơi chẳng là buôn value từ bộ ngay buôn value và to nó cứ dân phở sành nhà khama má chẳng mà này tha miên sả máu lên môi hái miên sả máu lên môi tiệt toàn má chẳng em ta này bòi với bọt hình mình nhé và đây là bây giờ dân mơ khơi vía xong nhom phải chặt vía tay hàng xoay này mình chẳng khi chăm mơ được ngọc này đó này chẳng open với live với dân mơ được ngọc này chẳng nè khi khơi nhé nè nè chẳng khi khơi má nó khơi nhát sả máu bò xó phải chặt tay hàng hàng slam đầy đã pe sả máu bọt cà chúc phải chặt mà khả năng với phải chặt mà kháng xoay đầy mình toàn má chẳng bà sân chẳng man tham tiết khama tiết hay đặt tham tiết tới bà này toàn má ok chẳng ngày nắng cứ property ប៉ុណ្ណឹងចោះហើយបើគ្នាមានកន្លែងណាឆ្ងល់ចាំសួរណា